បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរគឺយើងធ្វើការវិភាគតួអង្គគេហើយទី1គឺយើងមាន Superboy Prime ដែលខ្ញុំបានដាក់ឈ្មោះគាត់ថា The God of Narrative Distraction ហើយគាត់ត្រូវបានប៉ះគ្នាជាមួយនឹងហាជុនដែលខ្ញុំដាក់ហាសនាមឲ្យគាត់ផងដែរថាជា The God of Absolute Law តើនរណានឹងឈ្នះបើសិនជាពួកគេច្បាំងគ្នាហើយក្នុងចម្បាំងនេះគឺខ្ញុំសូមលើកតែស្នាដៃធំៗរបស់ពួកគេដើម្បីយកមកផ្ទៀងផ្ទាត់ថានរណាខ្លាំងជាងនៅក្នុងចម្បាំងនេះបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងតោះបាទអ្នកទាំងអស់គ្នាហើយបើយើងនិយាយពីតួអង្គគឺយើងមិនភ្លេចឡើយនៅកម្លាំងរបស់ពួកគេទាំងពីរឥឡូវគឺយើងនិយាយពី Superboy Prime មុនចំពោះ Superboy Prime គឺគាត់មានកម្លាំងខ្លាំងមែនតើទី1គឺគាត់អាចវាយបែកនៅជញ្ជាំង reality វាយកំទេច Speed Force ហើយដែលយើងមិនភ្លេចឡើយគឺគាត់អាចវាយកំទេច Universe ទាំង52របស់ The Darkest Knight ដែលបង្កើតឡើងមកហើយជាចុងក្រោយគឺគាត់អាចវាយ The Darkest Knight ឲ្យ The Darkest Knight ចុះខ្សោយបានអ្នកទាំងអស់គ្នាហើយដែលយើងមិនភ្លេចទេថា The Darkest Knight គឺគាត់ខ្លាំងប៉ុណ្ណាឥឡូវគឺខ្ញុំនឹងបញ្យល់ថា The Darkest Knight គាត់ទទួលបានធម៌ពលមកពីប្រភពណាខ្លះតោះដោយធម៌ពលគោលរបស់ The Darkest Knight គឺគាត់ទទួលបានធម៌ពលទី1គឺពី Dr. Manhattan ដែលជា Blue God ហ្នឹងអ្នកទាំងអស់គ្នាដឹងហើយថាធម៌ពលរបស់ Dr. Manhattan គឺ Omnipotent គឺគ្មានដែនកំណត់ឡើយនេះជាធម៌ពលរបស់ Dr. Manhattan ហើយបើសួរថាខ្ញុំរៀបរាប់អស់អត់គឺរៀបរាប់មិនអស់ទេធម៌ពលរបស់ Dr. Manhattan ហើយចំពោះប្រភពធម៌ពលទី2គឺជាប្រភពធម៌ពល Crazy Energy ដោយប្រភពធម៌ពល Crazy Energy ហ្នឹងគឺបានប្រោធម៌ពលអនុញ្ញាតឲ្យគាត់អាចផ្លាស់ប្ដូរសាច់រឿងបានដោយសេរីហើយមួយវិញទៀតគឺអាចគាត់គ្រប់គ្រងនៅពេលវេលាគ្រប់គ្រងនៅលំហ Space Time ទាំងមូលហើយបានផ្ដល់នៅធម៌ពលឲ្យគាត់គឺគ្មានដែនកំណត់ដូចគ្នាគឺមានន័យថា High Outer Versal ហើយចំពោះប្រភពធម៌ពលទី3គឺគាត់បានមកពីការលេបតបាក់នៃ Multiverse ដែលគេអាចហៅថា Dark Energy នៅក្នុងដងពេលគាត់លេបតបាក់ពិភពលោកទាំងមូលហ្នឹងគឺគាត់ទទួលបានធម៌ពលនឹងទៀតគឺធម៌ពលហ្នឹងគឺបូករួមធ្វើឲ្យគាត់អាចកាច់បំបាក់ Perpetua គេដែលគេហៅបានថាជាមេដាននៃ Multiverse របស់ DC ហើយគាត់បានប្លន់យកនៅធម៌ពលរបស់ The Perpetua ហ្នឹងទៀតចឹងហើយគឺយើងអាចដឹងថា The Darkest Knight គឺគាត់ខ្លាំងមែនតើចំពោះ The Darkest Knight គាត់ខ្លាំងកម្រិតហ្នឹងហើយប៉ុន្តែអ្នកទាំងអស់នេះសាកគិតមើលទៅគាត់មាននៅធម៌ពលប្រភពធម៌ពលរហូតដល់ទៅ3ដែលខ្លាំងៗនៅក្នុងខ្លួនគាត់ជាពិសេសធម៌ពលរបស់ Dr. Manhattan ប៉ុន្តែគាត់នៅតែត្រូវបាន Superboy ហ្នឹងវាយគាត់ត្រូវវាយគាត់ពេញលំហឹងធ្វើឲ្យគាត់ចុះខ្សោយខ្លាំងមែនតើតម្រាំទៅ Wonder Woman មកបង្ហើយនេះយើងបានសរបញ្ជាក់ថាកណ្ដាប់ដៃរបស់ Prime នេះគឺនៅក្នុងកម្រិតមួយដែលសំបីតែព្រះដូចជា The Darkest Knight នេះក៏ទប់បញ្ជាប់ដែរចំពោះកម្លាំង The Darkest ចំពោះកម្លាំង Superboy Prime គឺខ្ញុំសូមបង្ហាញប៉ុណ្ណឹងដែលខ្ញុំឃើញខ្លាំងនៅក្នុង comic គឺបង្ហាញច្បាស់មែនតើពូ Face ស្នាដៃរបស់ហាជុនខ្ញុំគិតថាអត់មានច្រើនដូច Superboy ទេចំពោះផ្នែកកម្លាំងដោយសារតែហាជុនគឺគាត់ពឹងផ្អែកទៅលើធម៌ពលក្នុងការបង្កើតច្បាប់ដើម្បីរំលាយនៅអ្វីៗចោលទាំងអស់ប៉ុន្តែបើយើងគិតពីកម្លាំងសុទ្ធសាធខ្ញុំគិតថា Superboy ខ្លាំងជាងទី1គឺ Superboy គាត់មាន Face ស្នាដៃច្រើនមែនតើគាត់ដែលគេល្បីជាងគេឈ្មោះថា Recon Points ដែលគាត់អាចដាល់បំបែកចិញ្ចើម reality រហូតដល់បែកខ្ទេចដោយផ្លាស់ប្ដូរប្រវត្តិសាស្ត្ររបស់ DC ទាំងមូលហ្មងហើយអញ្ចឹងមានន័យថា Prime គាត់មាន physical strength ខ្លាំងមែនតើដែលអាច control រាល់អ្វីៗទាំងអស់សូម្បីតែធម្មពលវេទមន្តក៏ Prime ដាល់ឲ្យបែកខ្ទេចដែរនេះជា face ស្នាដៃដ៏ខ្លាំងរបស់ Prime ចំពោះកម្លាំងគឺខ្ញុំសូមឲ្យប្រកាន់ Prime បើចំពោះភាពតាន់របស់ហាជុនខ្ញុំគិតថាភាពតាន់របស់ហាជុនក៏ខ្លាំងដែរទី1គឺគាត់អាចធន់ជាមួយនឹងការលុបបំបាត់ពីសំណាក់ព្រះដតីទៀតហើយមួយវិញទៀតទោះបីជាមានព្រះមួយក៏អ្នកដែលត្រូវប្រើ concept នៃមរណៈទៅលើគាត់ក៏វាមិនដំណើរការដោយសារហាជុនគាត់មិនស្ថិតក្រោម concept នៃជីវិតទេហើយចំពោះចំណុចខ្សោយរបស់ហាជុនគឺជាដុំសាច់ homo នៅក្នុងខ្លួនរបស់គាត់នឹងឯងបើសិនជាដុំសាច់នេះត្រូវបានដកចេញនោះកម្លាំងនិងភាពធន់របស់ហាជុននឹងចុះខ្សោយភ្លាមអ្នកទាំងអស់គ្នានេះជាភាពធន់របស់ហាជុនបាទអ្នកទាំងអស់គ្នាបើយើងនិយាយពីភាពធន់របស់ Superboy Prime ក៏គិតថាញាក់សាច់ដែរហើយបង្ហាញលក្ខណៈជាទ្រង់ទ្រាយធំតែម្ដងទី1Superboy Prime គាត់មានភាពធន់ខ្លាំងមែនតើដោយគាត់អាចវាយបំបែកចិញ្ចើម reality មួយទាំងមូលដោយខ្លួនប្រាណរបស់គាត់គឺមិនប៉ះពាល់អីសោះនេះភាពធន់ទី1ទី2គឺគាត់អាចធន់នឹងធម្មពលវេទមន្តជាមួយនឹងគ្រីតណៃគឺគាត់អត់ចាញ់ទេនៅធម្មពលវេទមន្តនិងធម្មពលគ្រីតណៃគឺគាត់អត់ចាញ់ហ្មងមិនដូច Superman ណា Superboy ដោយសារអីដោយសារគាត់ជាអ្នកដែលមកពី Earth Prime ពិភពពិតមិនមែនជាតួអង្គនៅក្នុង comic ធម្មតាទេអញ្ចឹងហើយរាល់ធម្មពលវេទមន្តរាល់អ្វីទាំងអស់គឺមិនមានប្រសិទ្ធភាពលើគាត់ឡើយហើយដែលថាខ្ញុំនិយាយអញ្ចឹងគឺពឹងផ្អែកទៅលើ The Darkest Knight The Darkest Knight គាត់មានធម្មពលគោលរហូតដល់ទៅ3ដែលអាចលុបបំបាត់អ្វីៗចោលទាំងអស់បានណាប៉ុន្តែជាក់ស្ដែងគឺគាត់មិនអាចធ្វើអ្វីលើ Superboy បានទេគាត់មិនអាចកែប្រែ Superboy ឲ្យទៅជាអីទេហើយ The Darkest Knight គឺគាត់ខ្លាច Superboy ទៀតនេះជាអ្វីមួយដែលយើងមិនអាចរំលងទេណា
ហើយជាក់ស្ដែងជាចុងក្រោយគឺ Superboy ធន់នឹងការវាយប្រហារពីសំណាក់ The Dark Knight ម៉ាត់គាត់ណាអ្នកទាំងអស់គ្នាហើយដឹងស្រាប់ហើយថាកម្លាំង The Dark Knight នេះគឺខ្លាំងមែនតើមិនធម្មតាទេគឺកម្លាំងគាត់គ្មានដែនកំណត់ទេអ្នកទាំងអស់គ្នាក្នុងការបន្តដៃជាមួយ The Dark Knight នេះសបញ្ជាក់ថាភាពធន់របស់ Superboy គឺមានភាពល្អិតល្អន់ជាងនិងច្បាស់លាស់ជាងបើ Fate លើស្នាដៃនិងផុសតាំងចំពោះភាពធន់គឺខ្ញុំឲ្យទៅកាន់ Superboy បើនិយាយពីល្បឿនរបស់អ្នកទាំងពីរនេះគឺខ្ញុំសូមអត់និយាយតែម្ដងអ្នកទាំងអស់គ្នាចំពោះល្បឿនព្រោះថាវាបាក់និយាយពេកចំពោះល្បឿននេះគឺវាលឿនចំពោះល្បឿនគឺខ្ញុំសូមអត់និយាយទេហើយចំពោះភាពរហ័សរហួនខ្ញុំគិតថាបានទៅលើ Superboy វិញ agility មានន័យថាភាពរហ័សរហួនណាព្រោះហេតុដោយសារ Superboy គាត់មាន Fate ស្នាដៃអាចវាជាមួយ The Dark Knight ដែលជាតួអង្គមួយមានល្បឿនលឿនមែនតើ omnipresent ណាអ្នកទាំងអស់គ្នាល្បឿនគាត់គឺមិនចង់និយាយថាលឿនពេកលឿនដល់ថ្នាក់គាត់នៅទីណាក៏បានណាចំពោះល្បឿន The Dark Knight នេះចឹងហើយចំពោះ agility ជាមួយกับថាភាពរហ័សរហួនបានទៅកាន់ Superboy ចោះចំណែកភាពឆ្លាតវៃជាមួយនឹង Battle IQ ចំពោះភាពឆ្លាតវៃបានទៅហាជុនមូលហេតុដោយសារហាជុនគឺគាត់ជាព្រះដែលអាចបង្កើតច្បាប់ជាមួយกับថាគាត់មានចំណេះដឹងផ្សេងខាងផ្នែកវេទមន្តចំណែក Superboy គឺគាត់ឆ្លាតក្នុងការប្រយុទ្ធដោយសារ Superboy ទោះបីជាគាត់មានកំហឹងខ្លាំងគាត់ដឹងថាចូលវាយកំទេចប៉ុន្តែគឺគាត់ឆ្លាតក្នុងការប្រយុទ្ធដែរគាត់អាចដឹងតាក់ទិកក្នុងការវាយសម្រុកទៅលើសត្រូវហើយចំណែកចំណុចកាត់សេចក្តីចុងក្រោយនេះគឺជាសមត្ថភាពជាមួយនឹងធម្មពលចំពោះសមត្ថភាពខ្ញុំគិតថាបានទៅលើហាជុនដោយសារហាជុនគឺគាត់មានសមត្ថភាពជាច្រើនដូចជាការបង្កើតនៅជាច្បាប់ដើម្បីដាក់ទោសទៅលើសត្រូវការលុបបំបាត់ចោលនៅព្រះឬមួយក៏ថាលុបបំបាត់ចោលរាល់អ្វីៗទាំងអស់ខ្លាយទៅជាធូលីដីប៉ុន្តែបើសិនជាធម្មពលអាហ្នឹងគឺខ្ញុំពឹងផ្អែកទៅលើ Supreme វិញដោយសារ Supreme គាត់ស្ថិតនៅ Earth Supreme ដែលមានធម្មពលគោលរបស់គាត់គឺខ្លាំងស្រាប់ហើយអ្នកទាំងអស់គ្នាកុំភ្លេចថាចំពោះធម្មពលហ្នឹងដោយសារអីដែលខ្ញុំថាពឹងផ្អែកទៅលើ Supreme មូលហេតុដែលថា Supreme គឺគាត់គឺជាអ្នកដែលអានសាច់រឿងតែម្ដងអ្នកទាំងអស់គ្នាមើលទៅក្នុងនេះទៅដោយសារតែខ្លួនគាត់ហ្នឹងគឺស្ថិតនៅ Earth Supreme មានន័យថាជាពិភពពិតមួយហើយរាល់ super hero ទាំងអស់គឺស្ថិតនៅក្នុង comic ហើយចំណែកហាជុនគឺប្រៀបដូចជាអ្នកដែលរស់នៅក្នុង comic អញ្ចឹងហើយចំណែក Supreme ប្រៀបដូចជាអ្នកកំពុងអង្គុយអានអញ្ចឹងហើយហាជុនគឺគាត់ដឹងថាមានអ្នកដែលកំពុងអង្គុយអានចំពោះសាច់រឿងរបស់គាត់ណាអានេះគឺខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាបែបហ្នឹងហើយចំពោះធម្មពលខ្ញុំគិតថា Supreme វិញអ្នកទាំងអស់គ្នាទោះបីជាហាជុនគាត់មានធម្មពលអាណន់អីក៏ដោយក៏ខ្ញុំគិតថាមិនដល់ Supreme ដែរព្រោះស្នាដៃរបស់ Supreme នេះគឺយើងមិនអាចលេងសើចបានទេអ្នកទាំងអស់គ្នាមើលតែកណ្ដាប់ដៃគាត់វាយបែកចិញ្ចាំង reality ខ្ទេចទៅដឹងហើយថាឥឡូវខ្ញុំមិនថាវាតម្លៃថាត្រង់បែកចិញ្ចាំង reality ហ្នឹងទេឥឡូវមកអ្នកទាំងអស់គ្នាដើររកប្រភេទទូ anime ណាដែលគាត់អាចធ្វើបានបែបហ្នឹងវាយបំបែកចិញ្ចាំង reality បែបហ្នឹងគឺមិនមានទេអញ្ចឹងហើយនៅក្នុង DC Comic នេះ Superboy Supreme គឺវាចង់និយាយថា Superboy Supreme គឺវាបញ្ចេញនៅសមត្ថភាពហើយនឹងផុសតាងស្នាដៃវាធំធេងពេកអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាចិញ្ចាំង reality មួយគឺមិនចេះតែវាយបែកងាយៗណាប៉ុន្តែគាត់អាចប្រើកម្លាំងរបស់គាត់ហ្នឹងវាយបែកបានអានេះសបញ្ជាក់ថាមិនធម្មតាទេអ្នកទាំងអស់គ្នាហើយឥឡូវនេះគឺយើងអាចសន្និដ្ឋានបានថានរណាឈ្នះក្នុងចំណោមមួយនេះតោះបាទអ្នកទាំងអស់គ្នាឥឡូវគឺយើងចូលមកវិភាគជាក់ស្ដែងថានរណានឹងឈ្នះបើសម្រាប់ខ្ញុំគឺខ្ញុំសុំសរុបសិនចំពោះកម្លាំងភាពធន់ភាពរហ័សរហួននិងធម៌ពលគឺខ្ញុំសូមឲ្យទៅកាន់ Supreme ដាច់ព្រោះ Supreme គាត់មានផុសតាងបង្ហាញច្បាស់ចំកណ្ដាលមុខជាងអ្នកទាំងអស់គ្នានេះជាផុសតាងរបស់ Supreme ប៉ុន្តែបើសិនជាហាជុនគឺខ្ញុំសូមឲ្យទៅកាន់គាត់នឹងគឺមាន ability ជាមួយនឹងភាពឆ្លាតវៃ IQ មូលហេតុដែលខ្ញុំមិនអោយ Battle IQ ដោយសារតែហាជុនគឺជាតួអង្គដែលមានអំនួតខ្លាំងអំនួតជំនឿជឿជាក់លើខ្លួនឯងថាគ្មាននរណាមួយដែលអាចសម្លាប់គាត់បានខ្ញុំចង់និយាយចឹងប៉ុន្តែ Supreme គាត់ជាតួអង្គមួយដែលមិនចេះលេងសើចច្រើនទេតែគាត់ត្រូវវាយហើយគឺគាត់ត្រូវវាយកំតិចឲ្យតិចតែម្ដងហើយ Supreme ក៏គាត់មិនចេះនិយាយច្រើនដែរក៏គាត់ត្រូវតែប្រយុទ្ធគឺត្រូវតែប្រយុទ្ធដាច់ខាតតែម្ដងហើយ Supreme ទោះបីជាគាត់វាយលក្ខណៈជាកំហឹងក៏ដោយប៉ុន្តែគាត់ក៏មាន Battle IQ ល្អជាងហាជុនឆ្ងាយដែរនេះជាការលើកឡើងរបស់គំនិតរបស់ខ្ញុំផ្ទាល់ណាអ្នកទាំងអស់គ្នាហើយបើសិនជាការវិភាគរបស់ខ្ញុំខុសត្រង់ឡើយណាសូមអ្នកនរគ្នាអាចកែតម្រូវបានឥឡូវនេះគឺយើងចូលវិភាគតែម្ដងណាថានរណាជាអ្នកឈ្នះឥឡូវគឺយើងនិយាយពីហាជុនដោយហាជុនហ្នឹងបើតាមខ្ញុំមើលពីសាច់រឿងរបស់គាត់គឺជាព្រះដែលអួតដែលមានលក្ខណៈថាមានអំនួតលើខ្លួនឯងគិតថាគ្មាននរណាគេខ្លាំងដល់គាត់ដូចគ្នាទៅនឹងVillainរបស់ Superboy ដែរអញ្ចឹងគឺដូចទៅនឹង The Dark Knight ដែលគាត់គិតថា Superboy ហ្នឹងត្រូវជាសម្ោចប៉ុន្តែលទ្ធផលគឺ The Dark Knight ត្រូវបាន Superboy ហ្នឹងវាយឲ្យខ្ទេចតែម្ដងអ្នកនរគ្នាមើលតែរូបទៅហើយហាជុននឹងជួបវាសនាដូចនឹង The Dark Knight អញ្ចឹងប៉ុន្តែអ្នកនរគ្នាត្រូវចាំថាធម្មពលហើយថាធម្មពលហាជុនហើយ The Dark Knight ខុសគ្នា The Dark Knight ខ្លាំងជាងហាជុនអ្នកនរគ្នាអានេះតាមអ្វីដែលខ្ញុំសន្និដ្ឋានហើយនឹងមើលលើផុសតាំងហើយ Supreme ហើយក្នុងការប្រយុទ្ធហ្នឹង Supreme គាត់នឹងមិនຕົកពេលឲ្យហាជុនប្រើយុទ្ធសាស្ត្រតាន់ទេឬមួយក៏ថាຕົកឲ្យហាជុននិយាយអីច្រើនទេគាត់នឹងស្ទុះទៅវាយហាជុនយកតែម្ដងនេះបើតាមខ្ញុំមើលពីអត្តចរិតរបស់ Supreme ហ
ហើយចាក់ស្ដែងហាជនគឺគាត់ពឹងលើច្បាប់មានន័យថាពឹងលើយុទ្ធសាស្ត្ររបស់គាត់នៅក្នុងការបំលែងជាមួយកថាបង្កើតធម្មពលអីមួយក្នុងការបន្ទប់ទល់ជាមួយ Supreme ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំថា Superboy Supreme គាត់គឺជាអ្នកបំបីច្បាប់មានន័យថារាល់ធម្មពលវេទមន្តរាល់អ្វីៗទាំងអស់គឺមិនអាចទប់គាត់បានទេដោយសារអីគាត់គឺជាអ្នកដែលមកពីភពផែនដី Earth Supreme មានន័យថាជាទីកន្លែងមួយដែលពិតប្រាកដមិនមែនជា comic ហើយការបញ្ជាក់នោះគឺ Supreme គាត់អាចវាយតួអង្គដែលមានរូបរាងកាយជាធម្មពលឲ្យត្រូវបានជាក់ស្ដែងគឺដដាកេស្នៃខ្លួនគាត់គឺសាងសង់ពីធម្មពលសុទ្ធគាត់មិនមែនជាធម្មពលដុកទ័រ Manhattan តែមួយទេគឺគាត់មានធម្មពលផ្សេងៗទៀតនៅក្នុងខ្លួនរបស់គាត់បើអញ្ចឹងហើយអ្នកទាំងអស់គិតមើលទៅថាដដាកេស្នៃគាត់ខ្លាំងកម្រិតហ្នឹងគឺត្រូវបានគឺគាត់ត្រូវបាន Superboy ហ្នឹងវាយគាត់យករហូតដល់គាត់ចុកខ្សោយខ្លាំងតម្រាំទៅពេលហ្នឹងគឺ Wonder Woman គឺគាត់ទទួលបានធម្មពលជា plot armor មកបង្ហើយមកបង្ហើយដដាកេស្នៃនេះជាអ្វីដែលខ្ញុំអាននៅក្នុង comic ចុះអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាដដាកេស្នៃធម្មពលគាត់ខ្លាំងប៉ុណ្ណឹងហើយចុះតម្រាំទៅ5ជនណាថាដដាកេស្នៃអាចនឹងផ្ដួល5ជនដោយស្រួលយ៉ាងម៉េចខ្ញុំនិយាយមិនវិតម្លៃអីផង anime ហើយនឹង DC comic ទេតែគាត់ថាយើងផ្អែកលើ Fate ស្នាដៃនេះគឺវាអញ្ចឹងមែនគឺដដាកេស្នៃគឺ Superboy Supreme ហ្នឹងគឺគាត់បង្ហាញស្នាដៃគឺវាធំធេងពេកដែលយើងមិនអាចវាស់បានណាចំពោះនៅក្នុងសមរភូមិមួយនេះបើតាមគំនិតខ្ញុំគិតថា Superboy គឺឈ្នះ5ជនមូលហេតុដោយសារ Superboy គឺគាត់មាន Fate ស្នាដៃច្រើនជាងអានេះតាមអ្វីដែលខ្ញុំមើលនៅក្នុង comic បាទនឹងឯអ្នកទាំងអស់គ្នាជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់ admin ពីដើមរហូតដល់ចប់បើសិនជាក្នុងវីដេអូមានការខុសឆ្គងត្រង់កន្លែងណាសូមអ្នកទាំងអស់គ្នាអធិស្ឋានខន្តីអភ័យទោសផងហើយដើម្បីជាកម្លាំងចិត្តដល់ admin ក្នុងការធ្វើវីដេអូបន្តទៀតសូមអ្នកទាំងអស់គ្នាជួយsupport admin តាមរយៈ QR code ដើម្បី pay កាហ្វេ admin សម្រាប់ការហូបផងព្រោះថាការធ្វើវីដេអូរបស់ admin គឺមិនបានទទួលកម្រៃតតែសោះតែម្ដងហើយបើសិនជាបានបងប្អូនទាំងអស់គ្នាជួយឧបត្ថម្ភ admin ខ្លះវាគឺជាទឹកចិត្តដ៏ធំធេងសម្រាប់ admin ក្នុងការធ្វើវីដេអូបន្តទៀតហ្នឹងហើយអ្នកទាំងអស់គ្នាបាទហ្នឹងហើយអ្នកទាំងអស់គ្នាជាចុងក្រោយគឺបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំនិយាយពីតួអង្គណាប៉ះជាមួយតួអង្គណាទៀតសូមអ្នកទាំងអស់គ្នា comment នៅប្រអប់ comment ខាងក្រោមទៅហើយបើសិនជាចង់ឲ្យខ្ញុំនិយាយពីខ្សែជីវិតរបស់តួអង្គមួយក៏សូម comment ប្រាប់ខ្ញុំទៅគឺខ្ញុំនឹងព្យាយាមធ្វើជូនបាទហើយបើសិនជាអ្នកទាំងអស់គ្នាគ្រប់គ្រង admin កុំភ្លេចជួយចុច like និង follow សម្រាប់អ្នកនៅក្នុង TikTok បើសិនជាអ្នកនៅក្នុង YouTube កុំភ្លេចជួយចុច subscribe admin អ្នកមួយផងគុណអ្នកទាំងអស់គ្នាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ